ដំណឹងពីត្បូងទទឹមដ៏ធំហិមាថ្មីមួយរបស់មីយ៉ាន់ម៉ាដែលត្រូវបានរកឃើញនៅក្នុងអំឡុងពាក់កណ្ដាលខែមេសាឆ្នាំ2025មួយកន្លងទៅថ្មីនេះឯងពោលគឺភ្លាមបន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រទេសមីយ៉ាន់ម៉ាតោះយើងស្វែងយល់អំពីត្បូងនេះត្បូងទទឹមថ្មីជាស្ដេចនៃត្បូងប្រចាំដែនដីមកុបនៅក្នុងពិភពនៃត្បូងក្នុងលោកគ្មានអ្វីដែលអាចទាក់ទាញភ្នែកនិងអង្រួនបេះដូងមនុស្សឲ្យឆ្លុះវង្វេងខ្លាំងជាងពន្លឺពណ៌ក្រហមឆ្អៅនៃត្បូងទទឹមនោះឡើយត្បូងទទឹមមិនត្រឹមតែជាត្បូងធម្មតានោះទេប៉ុន្តែវាត្រូវបានគេប្រសិទ្ធនាមថាជាស្ដេចនៃត្បូងទាំងពួង The King of Gems ដែលជានិមិត្តរូបនៃអំណាចកម្លាំងថាមពលក្តីស្រឡាញ់ដ៏ងប់ងល់និងភាពរុងរឿងថ្កុំថ្កើងក្រឡេកមើលទៅរូបភាពនៃត្បូងទទឹមដែលដុំដុះចេញពីផ្ទៃផែនដីនេះយើងនឹងឃើញនៅដុំត្បូងទទឹមធម្មជាតិដ៏ធំធ្ងន់មួយដុំដែលមានពណ៌ក្រហមក្រម៉ៅឆ្អៅដិតជ្រៅដូចទៅនឹងពណ៌ឈាមមាន់ឬផ្កាកុលាបព្រៃពណ៌ក្រហមដ៏មានមន្តស្នេហ៍និងអំណាចនេះកើតឡើងដោយសារតែវត្តមាននៃសារធាតុក្រូមីញ៉ូមដែលបានជ្រាបចូលទៅក្នុងសាច់ត្បូងនិងបានលាក់ខ្លួននៅក្នុងរចនាសម្ព័ន្ធក្រឡារ៉ែខូរុនដុំអស់រយៈពេលរាប់លានឆ្នាំមកហើយផ្ទៃខាងក្រៅនៃដុំត្បូងមានលក្ខណៈគ្រើមបង្ហាញពីស្នាមផ្នត់និងស្នាមប្រេះស្រាំតូចដែលកើតចេញពីសម្ពាធធម្មជាតិនិងកម្ដៅដ៏ខ្លាំងក្លានៃភ្នំភ្លើងក្រោមដីហាក់បីដូចជាគំនូរជីវចលដែលធម្មជាតិបានឆ្លាក់ទុកយ៉ាងផ្ចិតផ្ចង់អ្វីដែលធ្វើឲ្យត្បូងទទឹមមួយដុំនេះក្លាយជាអច្ឆរិយវត្ថុដ៏គួរឲ្យស្ងើចសរសើរបំផុតនោះគឺទំហំដុំហិមារបស់វាមានទម្ងន់រហូតដល់ទៅ11,000 ការ៉ាត់ជាត្បូងទទឹមមិនទាន់កែច្នៃដ៏ធំបំផុតមួយក្នុងចំណោមត្បូងទទឹមធំបំផុតដែលមនុស្សលោកធ្លាប់បានរកឃើញវាមានប្រវែងបណ្ដោយប្រហែលពី5ទៅ6សង់ទីម៉ែត្រ2ទៅ2.4អ៊ីងទោះបីជាមានទំហំប៉ុនកណ្ដាប់ដៃក្មេងក៏ដោយប៉ុន្តែទម្ងន់និងតម្លៃរបស់វាគឺពិតជាមហាសាលរហូតមិនអាចកាត់ថ្លៃបានឡើយត្បូងទទឹមដ៏វិសេសវិសាលនេះបានបដិសន្ធិឡើងនៅក្នុងស្រទាប់ថ្មភពបំលែង Metamorphic Rocks នៅក្នុងតំបន់មកុបនៃប្រទេសមីយ៉ាន់ម៉ាភូមាតំបន់មកុបគឺជាដែនដីសវណ្ណភូមិដ៏ល្បីល្បាញបំផុតលើសកលលោកដែលធ្លាប់បានផ្ដល់កំណើតដល់ត្បូងទទឹមដែលមានគុណភាពខ្ពស់បំផុតនិងមានពណ៌ក្រហមឆើតឆាយជាងគេការកើតឡើងនៃត្បូងដ៏អស្ចារ្យនេះត្រូវការពេលវេលារាប់លានឆ្នាំដោយឆ្លងកាត់ការផ្សំផ្គុំរវាងធាតុគីមីនិងសម្ពាធផែនដីយ៉ាងល្អឥតខ្ចោះក្រៅពីសម្រស់ដ៏លេចធ្លោត្បូងទទឹមត្រូវបានគេស្គាល់ថាជាត្បូងដែលមានភាពរឹងមាំខ្លាំងបំផុតលំដាប់ទី2បន្ទាប់ពីគ្រាប់ពេជ្រតែប៉ុណ្ណោះតាមរយៈជំនឿបុរាណត្បូងទទឹមត្រូវបានគេជឿជាក់ថានាំមកនូវសេចក្តីក្លាហាននិងកម្លាំងថាមពលដល់អ្នកពាក់ជាខែលការពារពីគ្រោះថ្នាក់និងថាមពលអវិជ្ជមានទាំងពួងទាក់ទាញទ្រព្យសម្បត្តិលាភសក្ការៈនិងសេចក្តីសុខដុមរមនានៅក្នុងជីវិតពីខ្ញុំចិនជុនសូមអរគុណ